កាលពីព្រៃញ៉ៃមានចចកធំមួយក្បាលនារដូវរំហើយចចកនោះបានដើររកចំណីពីត្រពាំងមួយទៅត្រពាំងមួយថ្ងៃមួយចចកបានដើរទៅដល់ត្រពាំងមួយដែលរីងទឹកអស់នៅសល់តែភក់តិចតិចដែលមានកំពើសត្រីក្តាមខ្យងជាច្រើនចចកនិយាយថាថ្ងៃនេះលៀបមាត់អញហើយកំពើមានប្រាជ្ញាឮចចកនិយាយដូច្នេះក៏ខំនិយាយលួងចចកថាបងចចកអើយបើបងពិសាពួកខ្ញុំទាំងពួកដូចនេះមិនឆ្ងាញ់ពិសាទេចចកនិយាយតបវិញថាចុះគិតឲ្យខ្ញុំធ្វើដូចម្ដេចទើបពិសាពួកឯងបានឆ្ងាញ់កំពើតបវិញថាបើបងចង់ពិសាខ្ញុំឆ្ងាញ់សូមបងយកពួកខ្ញុំទៅលាងសម្អាតជាមុននោះទើបឆ្ងាញ់ពិសាចចកឆ្លើយចុះគិតឲ្យយើងយកពួកឯងទៅលាងយ៉ាងដូចម្ដេចបើពួកឯងច្រើនម្លឹងនោះកំពើឆ្លើយសូមបងកុំព្រួយឲ្យតបងយល់ព្រមធ្វើតាមខ្ញុំធានាឲ្យបងពិសាពួកខ្ញុំដោយឆ្ងាញ់មាត់ចចកក៏ឆ្លើយបានយើងយល់ព្រមធ្វើតាមពួកឯងតើពួកឯងគិតឲ្យយើងធ្វើដូចម្ដេចកំពើក៏បង្គាប់សូមបងចចកចុះមកននាក្នុងភពនេះដើម្បីឲ្យពួកខ្ញុំតោងរោមបងទៅលាងសម្អាតនៅត្រពាំងដែលមានទឹកថ្លាចចកក៏ធ្វើតាមលុះទៅដល់ត្រពាំងមួយដែលមានទឹកថ្លាចចកក៏ដើរចុះទៅកំពឹសបានប្រាប់ចចកថាសូមបងទៅជញ្ជូនមកពីត្រពាំងខាងនោះឲ្យអស់មកហើយសឹមពិសាឲ្យឆ្អែតតែម្ដងចចកក៏ទៅជញ្ជូនមកទាល់តែអស់ពីត្រពាំងលុះដឹងថាចចកជញ្ជូនមកអស់ហើយពួកកំពឹសត្រីក្តាមខ្យងជាច្រើនក៏នាំគ្នាមុជទឹកជ្រៅបាត់អស់ចចកដឹងថាខ្លួនចាញ់បោកកំពឹសក៏ខឹងជាខ្លាំងក៏បានទៅបបួលដំរីខ្លាពស់ថ្លន់អកផែក្រាសាដើម្បីមកបាចទឹកត្រពាំងនេះឲ្យរីងពពួកសត្វឮដូច្នេះក៏ភិតភ័យជាខ្លាំងក៏បានគ្នាមកប្រជុំហើយក៏បានឲ្យត្រីក្រាញ់ឡើងអង្វរសុំឲ្យសុភាទន្សាយមកជួយត្រីក្រាញ់បានទៅជួបសុភាទន្សាយហើយរៀបរាប់ដំណើររឿងប្រាប់ដល់សុភាទន្សាយបានប្រាប់ត្រីក្រាញ់វិញថាសូមត្រឡប់ទៅប្រាប់គ្នាបងកុំឲ្យផិតភ័យខ្ញុំនឹងទៅតាមក្រោយរសៀលបន្តិចទន្សាយបានទៅដល់ឃើញសត្វទាំងឡាយកំពុងនាំគ្នាបាចត្រពាំងដោយឲ្យពស់ថ្លន់ធ្វើជាទំនប់ទឹកសុភាទន្សាយក៏កាច់ស្លឹកឈើដែលមានស្នាមដង្កូវស៊ីដូចជាគេគូសអសរនៅពីលើហើយក៏ស្រែកឡើងថាណែអ្នកទាំងអស់គ្នាសូមស្ដាប់ខ្ញុំព្រះឥន្ទ្រាធិរាជបានគប់បញ្ជាថាឲ្យកាត់ជើងទ្រុំតម្រឹមជើងអកកាត់ក្បាលចចកដកភ្លុកដំរីសាកាត់ក្បាលខ្លាឲ្យជ្រៅជាងគេវាក់ពោះភេកាត់កអាធ្លន់សត្វទាំងអស់ឮហើយភិតភ័យរត់ជន់កគ្នាជន់ពោះធ្លន់ជាទំនប់ទឹកដាច់ជាពីរកំណាត់ខ្លះស្លាប់ខ្លះរស់រត់ចែកជើងគ្នាចូលព្រៃបាត់អស់ចាប់តាំងពីពេលនោះសត្វទាំងពួងកោតខ្លាចនៅប្រាជ្ញាទន្សាយថាជាអ្នកដែលមានប្រាជ្ញាលើសសត្វដទៃ